បាទសូមជម្រាបសួរក៏ដូចសួស្តីអ្នកទាំងអស់គ្នាម្ដងទៀតសូមស្វាគមន៍សាថ្មីមកកាន់ Channel ទំព័រនិទានរឿងហើយក៏ចង់សួរដល់ប្រិយមិត្តដែរថាសុខសប្បាយដែរឬទេ Admin នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាសុខសប្បាយហើយកុំភ្លេចណាបើជួយចិត្តសាប់រឿងរបស់ Admin និទានសូមមេត្តាជួយ Like និង Subscribe ឲ្យ Admin ផងហើយសូមចំណាំផងថារាល់សាច់រឿងដែល Admin លើកមកនិយាយភាគច្រើនសុទ្ធតែជារឿងបែប69រឿងអង្គរៈចិត្តបិសាចភាគទី11ហើយពេលនេះដែរកុំឲ្យចំណាយពេលយូរតោះយើងតាមដានស្រាប់ទាំងអស់គ្នាទំព័រ The Pagesពេលរុស្ស៊ីត្រៀតទឹកភ្ញាក់ពីដំណេកដោយអារម្មណ៍ស្រស់ស្រាយតែមិនបានប្រាប់ឲ្យបឺរីឲ្យដឹងថាគេស្រួលខ្លួននោះឡើយនាយកំឡោះចិត្តយៈរបស់យើងចង់ទុកឲ្យនាយបឺរីរបស់យើងខ្វល់ខ្វាយនិងព្រួយបារម្ភពីគេលេងហើយយ៉ាងម៉េចហើយនឹងនាយកំឡោះបឺរីសួរព្រមទាំងធ្វើភ្នែកប្រឹមដាក់គេព្រោះមើលទៅទឹកមុខរបស់គេគួរតែធូរស្រាលហើយពេលនេះតែហេតុអ្វីបានជាប្រាប់ថាមិនសូវស្រួលខ្លួនវិញដូចជាមិនសូវគ្មានកម្លាំងគ្មានកំហែងបែបនេះត្រូវតែនាំទៅពេទ្យពិនិត្យមើលឲ្យបានល្អគឺធូរស្រាលទៅទូចហ្នឹងអញ្ចឹងទៅឲ្យពេទ្យពិនិត្យល្អទេមិនបាច់ទេហើយនេះមកត្រៀតិតក្រវីក្បាលបដិសេធនិងចាប់ដៃនាយកំឡោះរបស់យើងកន្ត្រាក់ឲ្យជ្រុលមកអង្គុយនៅលើភ្លៅរបស់គេហើយក៏អោបចង្កេះគេជាប់ដាក់ចង្កានៅលើស្មាដ៏ទូចស្ដាងរបស់កំឡោះយើងរួចហើយក៏ឆ្ងល់មុខនឹងប្រឡោះកដល់ក្រអូបប្រហើររបស់នាយកំឡោះយើងធ្វើឲ្យកំឡោះយើងស្រាវស្រើបតែម្ដងលោកត្រៀតិតឈប់ភ្លាមនិយាយចាប់ភ្លាមនាយកំឡោះរបស់យើងក៏លើកដៃច្រានមុខដល់ស្រមុំរបស់គេចេញហើយថៃគឺលោកកំពុងគ្រុនហ្នឹងធ្វើបែបនេះមិនបានទេហើយចោះមានច្បាប់ត្រង់ចំណុចណាហាមមិនឲ្យធ្វើបែបនេះនោះមនុស្សកំហូចលេងភ្លាមតិចមានគេមកឃើញយ៉ាត់ខ្មាស់គេទៅនាយបឺរីថាឲ្យគេនឹងច្រានមុខដល់សង្ហារបស់គេចេញតែពុកចង្កានិងពុកមាត់របស់គេដែលចាក់នៅលើសាច់ដៃរបស់គេនោះធ្វើឲ្យនាយកំឡោះយើងស្រីស្រាបតែម្ដងគ្មានអ្នកណាហ៊ានចូលមកនោះទេនាយអង្គរៈរបស់យើងខ្សឹបប្រាប់គេតិចនិងចាប់ដៃនាយកំឡោះរបស់យើងជាប់ហើយក៏អូសបាត់ដៃទៅដល់ដើមករបស់គេហើយអោនទៅថើបបបោមាត់គេទាំងជញ្ជក់ផងនិងត្បិចផងធ្វើឲ្យបេះដូងរបស់នាយយើងកន្ត្រាក់ញាប់តែម្ដងតែភ្នែករបស់នាយយើងបិទនិងថើបគេវិញផងដែរព្រមទាំងបង្ហើបមាត់ឲ្យគេជ្រែកអណ្ដាតចូលមកម្ដងទៀតផងដែរបានត្រឹមតែប៉ុណ្ណឹងនាយត្រៀតិតរបស់យើងក្រហែមតិចដោយការពេញចិត្តតែម្ដងនាយសុភាពកំឡោះរបស់យើងបញ្ចេញសំឡេងធ្ងរតិចដែលសំឡេងប៉ុណ្ណឹងកាន់តែដុតកម្ដៅក្នុងខ្លួនរបស់ត្រៀតិតរបស់យើងទើបនាយរបស់យើងចាប់ប្តីខ្លួនរបស់គេទៅលើសាឡុងនិងនាយរបស់យើងក៏តាមទៅទ្រពពីលើរួចមកដកបបោមាត់ចេញបន្តិចក៏យកចុងច្រមុះដ៏ស្រួចទៅចូលនឹងច្រមុះរបស់នាយកំឡោះយើងទៀតផងកែភ្នែកពួកគេទាំងគូប្រសពគ្នាមិនព្រិចនោះឡើយតែបន្តិចក្រោយមកនាយកំឡោះរបស់យើងក៏ងាកចេញព្រោះរៀងអៀននឹងអង្គរៈយើងខ្លាំងពេកម៉េចអូនធ្វើចាក់សោទេមានអ្នកណាហ៊ានចូលនោះទេតែនេះលោកគ្រុនណានាយកំឡោះបឺរីរបស់យើងខំបបោមាត់ឡើងក្រហមតែម្ដងកែភ្នែករបស់គេឡើងក៏ក្លឿនដៃដែលដាក់នៅលើស្មាដ៏ធំទូលាយក៏រុញច្រានចេញតិចព្រោះពេលនេះមេឃភ្លឺស្រឡះទៅហើយទោះគេមិនខ្មាស់ក៏ដោយតែនាយរបស់យើងដូចជាអ៊ិនខ្លួនខ្លាំងណាស់
មិនមែនជាឧបសគ្គលោកគិតអីនោះ ខ្ញុំចាត់ទុកថានាយយល់ព្រមហើយណានាយអង្គរៈមុខកាយរបស់យើងញញឹមចុងមាត់ហើយថើបច្រមុះរបស់នាយយើងប្រដេញទៅរកឯថ្ពាល់ទៀតផងលោកហើយមិនទៅធ្វើការទេនាយកំឡោះរបស់យើងក៏ងាកចេញពីមុខរបស់គេគេចចេញពីច្រមុះនិងបបោមាត់ដល់ក្តៅកកុកហើយគណៈនោះនាយរបស់យើងក៏សួរនាំរឿងការងារយកមកធ្វើជាលេសទៅវិញបងមិនបាច់ទៅធ្វើទេគ្រប់យ៉ាងរាយការណ៍ឲ្យអស់ហើយនៅសល់តែឲ្យកូនចៅចាត់ការតែប៉ុណ្ណោះអូនកុំបដូររឿងមកចូលទៅរឿងយើងវិញនាយអង្គរៈត្រាទិតរបស់យើងញញឹមចុងមាត់ព្រោះគេដឹងពីគំនិតរបស់នាយរបស់យើងហើយនៅពេលនេះគេក៏បន្លែងល្វែងលើគេស្រាប់ទើបគេស្រាបខោជាបន្ទាន់តែគេក៏ចាប់នាយរបស់យើងបន្លាត់ស្បែករបស់គេយ៉ាងយឺតតែម្ដងឲ្យនាយកំឡោះបឺរីរបស់យើងនៅតែរាងកាយនៅគោកហើយនាយអង្គរៈរបស់យើងខំសម្លឹងមើលទៅដោយការសរសើរកែភ្នែកមុតស្រួចមានពលឺផ្លេកតែសម្រាប់នាយបឺរីរបស់យើងវិញនាយបិទភ្នែកតែម្ដងមិនហ៊ានប្រសពភ្នែកជាមួយនឹងអង្គរៈកំណាចនោះទេរួចមកនាយអង្គរៈរបស់យើងក៏ទ្រពទៅលើរាងកាយដ៏តូចស្ដាងរបស់បឺរីឲ្យរាងកាយគេទាំងពីរនាក់នេបនិតជិតគ្នាតែស្បែករបស់អង្គរៈយ៉ាងគ្រើមពោពេញទៅដោយរោមនោះធ្វើឲ្យនាយកំឡោះតូចរបស់យើងស្រើបស្រាលតែម្ដងហើយស្របពេលនោះដែរនាយកំឡោះរបស់យើងនេះទប់សំឡេងធ្ងរមិនជាប់នោះទេនៅពេលដែលត្រូវនាយអង្គរៈចិត្តកំណាចរបស់យើងថើបផងស្ទាបអង្អែលផងយ៉ាងសប្សាច់បែបនេះនោះមានកន្លែងណាតែគេមិនបានប៉ះពាល់នោះឡើយសូម្បីតែចំណុចសំខាន់របស់នាយបឺរីរបស់យើងពេលដែលបានត្រូវម្ដងហើយម្ដងទៀតនោះធ្វើឲ្យគេស្រែកហើយស្រែកទៀតមិនឈប់មិនឈរនោះឡើយបន្ទាប់មកគេក៏ធ្វើឲ្យនាយកំឡោះរបស់យើងមានក្តីសុខជាមួយនឹងគ្នាដោយលើកនេះនាយអង្គរៈរបស់យើងចាប់ផ្ដើមដំណើរការសន្សឹមហើយយឺតមិនប្រញាប់ប្រញាល់ឬក៏តក់កុហលនោះឡើយព្រោះត្រូវការឲ្យនាយរបស់យើងចេះមេរៀនថ្មីពីគេទៀតផងហើយមិនអូនបងនៅរឹងមាំល្អទេនាយអង្គរៈចិត្តបេសាយរបស់យើងក៏ខ្សឹបសួរដោយសំឡេងស្អកពេលមេរៀនបានថ្នាក់ថ្នមដល់ទីបញ្ចប់និងអោបនាយរបស់យើងជាប់នឹងទ្រូងតែម្ដងចំណែកឯនាយកំឡោះតូចបឺរីរបស់យើងហត់ឡើងខុខូស្ទើរតែដាច់ខ្យល់ទៅហើយមិនដឹងថាគេយកកម្លាំងមកពីណានោះទេព្រោះនាយអង្គរៈរបស់យើងម្នាក់នេះមិនព្រមឲ្យនាយរបស់យើងសម្រាកឬក៏ដកដង្ហើមស្រួលសោះនោះឡើយបេះដូងរបស់គេនៅតែលូតញាប់ឯរាងកាយរបស់គេនៅតែញ័រតិចព្រោះតែក្តីរំភើបដែលគេផ្ដល់ឲ្យអំបញ្ញមិញនេះរួចពីការប្រតិបត្តិការហើយនោះអ្នកកំឡោះអង្គរៈចិត្តបេសាយរបស់យើងក៏ឈោងទាញយកភួយមកដណ្ដប់ព្រោះដឹងថានាយបឺរីរបស់យើងម្នាក់នេះពិតជាខ្មាស់អៀនទាំងដែលការពិតទៅគេចង់តែស្រាតនិងដេកអោបនាយរបស់យើងបែបនេះជារៀងរហូតតែម្ដងកើតអីគេធ្វើជាសួរនាំទាំងដែលដឹងថានាយរបស់យើងសោះខ្យល់ដៃម្ខាងក៏អូសទៅក៏សោបដើមទ្រូងដល់ណែនក្ដំរបស់គេច្របាច់លេងតិចនឹងឲ្យកំឡោះរបស់យើងខូចធ្ងរផងដែរតែនាយក៏ប្រញាប់ខំមាត់ទុកវានិងក្តិចខ្នងដៃរបស់អ្នកដែលកំពុងតែលេងសើចក្អឹកនោះផងដែរព្រោះតែគេខ្នាញ់នឹងមិនឲ្យគេបោះអង្អែលរាងកាយនាយម្ដងទៀតឈប់ភ្លាមលោកត្រីអាទិត្យខ្ញុំនឿយហើយ
នេះកំឡោះតូចបឺរីរបស់យើងនិយាយដោយសំឡេងស្អកនិងខ្សៅមុខផ្លាំងក្រហមភីតែម្ដងនិយាយទៅការប៉ះពាល់របស់គេនៅតែដិតដាមជាប់ជានិច្ចរាងកាយនគោកដែលនេបនិតនឹងគ្នាធ្វើឲ្យនេះកំឡោះតូចរបស់យើងព្រឺសម្បល់តែម្ដងហើយនេះរបស់យើងល្វើយហើយគ្មានកម្លាំងតស៊ូនោះទេប៉ុន្តែត្រិយតិតគិតតែពីអូសបាតដៃទៅអង្អែបាពុះដ៏រាបស្មើរបស់នាយយើងដែលមានសាច់ដុំនិងសាច់ផេកទៀតផងនិងនាយអង្គរៈរបស់យើងងើបក្បាលមកថើបថ្ងាសគេប្រឡោះកនឹងស្មាហើយធ្វើបែបនេះដដែលវិលទៅវិលមកលោកនាយកំឡោះតូចរបស់យើងប្រឹងរើបំរាស់តិចដើម្បីកិច្ចតែមិនបានសម្រេចនោះឡើយអញ្ចឹងឲ្យសម្រាប់សឹងក៏បានដែរនេះអង្គរៈមុខសមមរបស់យើងខ្សឹបប្រាប់គេព្រមទាំងថាបជញ្ជក់ខ្លាំងហើយដេកស្ងៀមមិនញោះនាយរបស់យើងទៀតទេនិងញញឹមអោបនាយរបស់យើងណែនពេញដៃតែម្ដងព្រោះថាមិនយូរប៉ុន្មាននាយកំឡោះតូចបឺរីរបស់យើងក៏ដេកលងលក់ដែរនិយាយទៅអង្គរៈម្នាក់នេះនាយនៅមានពេលជាមួយនាយកំឡោះតូចរបស់យើងច្រើនថ្ងៃទៀតដូច្នេះហើយពេលវេលានេះត្រូវតែដួសដងយកក្តីសុខឲ្យបានច្រើនសមនឹងសមាមាត្របន្តិចនិយាយទៅអង្គរៈត្រិយតិតរបស់យើងពិតជាពេញចិត្តនឹងនាយបឺរីឥតឧបមាតែម្ដងក្រោបឡើងដល់មកអាហារពេលល្ងាចហើយនេះអង្គរៈត្រិយតិតរបស់យើងខ្សឹបប្រាប់ហើយក៏ចិញ្ចក់បបោមាត់ដល់ស្ដាងរបស់កម្រោះយើងទៀតផងតែត្រូវនាយបឺរីប្រែខ្លួនមកអោបជាប់និយាយទៅគេមិនបានដេកយូរនោះទេព្រោះការពីព្រឹកបានដេកឆ្អែតហើយទើបមានពេលមកត្រួតពិនិត្យរាងកាយដ៏តូចស្ដាងរបស់កម្លោះយើងនិងគេលួចកេងចំណេញតិចតួចពីលើនាយបឺរីទៀតផងមិនញ៉ាំទេចង់ដេកនិយាយទៅនាយកម្លោះរបស់យើងមិនព្រមបើកភ្នែកព្រោះពេលនេះឈឺស្រគីសាច់របស់គេខ្លាំងណាស់និងល្វើយទៀតផងចង់តែដេកទើបនាយកំឡោះតូចរបស់យើងឈ្មោលមុខនឹងដើមទ្រូងដ៏ធំទូលាយរបស់គេដៃក៏ស្រវាអោបរាងកាយដ៏មាំរបស់អង្គរៈយើងទៀតផងមិនងើបអញ្ចឹងខ្ញុំស៊ីអូនជំនួសអាហារហើយណាបានមិនមែនទេលោកដំបងឡើយនាយកំឡោះមេទុយរបស់យើងងក់ក្បាលយល់ព្រមទាំងមមាំងតែបន្ទាប់មកក៏បើកភ្នែកធំដោយការភ្ញាក់ផ្អើលពេលបាតដៃដ៏ធំក្រាស់មកអង្អែត្រគាករបស់គេនិងសង្កត់ដោយភាពក្តៅគគុកហើយខួរក្បាលក៏ពិចារណាភ្លាមថាអំបាញ់មិញឆ្លើយថាយ៉ាងម៉េចតែខ្ញុំមិញបានឮថាអូនយល់ព្រមណាខ្ញុំមិនទាន់ភ្ញាក់ខ្ញុំស្ដាប់មិនច្បាស់ហ្នឹងណាមិនបានទេលោកគ្រាអាទិត្យខ្ញុំឃ្លានហើយនាយបឺរីកំឡោះតូចរបស់យើងក៏ក្រវីក្បាលញ័រមាត់ឆ្លើយកាត់មកឡើងក្រហមងាំងតែម្ដងហើយបាញ់ខ្សែភ្នែកអង្វរនឹងធ្វើសំឡេងស្រទន់ដាក់ប៉ុណ្ណឹងត្រិយតិតក៏ទន់ចិត្តស្ដោកបាត់ទៅហើយនាយកំឡោះរបស់យើងសាច់ហើយក៏ចុះពីលើគ្រែលើកនាយយើង3នាំចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកនិងផ្លាស់ខោអាវរួចចេញទៅទទួលទានអាហារដែលមេផ្ទះរៀបចំរួចជាស្រេចទៅហើយនោះហើយនៅពេលនេះដែរនាយអង្គរៈងប់ស្រមោមរបស់យើងគេក៏ជួយងូតទឹកនិងតែងខ្លួនឲ្យនាយយើងដល់ថ្នាក់ថ្នមទៀតផងដែលធ្វើឲ្យនាយរបស់យើងចង់តែរលាយព្រោះដៃនិងបបោមាត់របស់គេចំណេញនៅលើខ្លួនប្រាណរបស់នាយរហូតតែម្ដងតម្រាំតែធ្វើភារកិច្ចនេះចប់រួចរាល់ខាងនាយបឺរីទុយរបស់យើងម្នាក់នេះស្ទើរតែសុគាសាច់តែម្ដងតើត្រិយតិតប្រែប្រួលពីអង្គរៈមុខងាប់ជាអង្គរៈដៃមឹកដោយរបៀបណាទៅនឹងនៅពេលដែលគេធ្វើគ្រប់យ៉ាងក្នុងបន្ទប់ដេករួចរាល់ហើយនោះត្រិយតិតរបស់យើងក៏នាំនាយកំឡោះរបស់យើងមកតុអាហារ
តែគេមិនព្រមទទួលទានឲ្យស្រួលបួននោះទេនេះអង្គរៈមុខកាចម្នាក់នេះគិតតែពីមើលមុខកំឡោះរបស់យើងដែលធ្វើឲ្យនេះបេរីតូចម្នាក់នេះអៀនញ័រដៃញ័របេះដូងកាន់ស្លាបព្រាមិនជាប់តែម្ដងនិយាយទៅអង្គរៈចិត្តបិសាចម្នាក់នេះគេប្រើទង្វើជំនួសពាក្យសម្ដីនឹងមិនដឹងថានេះកំឡោះតូចរបស់យើងបានដឹងតិចឬក៏ច្រើនប៉ុណ្ណានោះទេតែធានាថាមិនដោះលែងនាយយើងជាដាច់ខាតតែម្ដងបន្ទាប់មកគេក៏នាំនាយកំឡោះតូចរបស់យើងទៅបន្ទប់អង្គុយលេងនិងនាំគ្នាមើលទូទស្សន៍ហើយ3នាក់ដែលគេងលក់ទន់ល្អោកក្នុងរវងទ្រូងរបស់គេយកទៅដាក់លើគ្រែថ្នមនិងសំងំអោបថើបដោយខួរក្បាលគ្មានការងារមករំខាននោះឡើយមានតែលីបេរីតែប៉ុណ្ណោះអាហាពេលនេះនៃកំឡោះរបស់យើងបែរជាលំនឹងប្រុសដូចគ្នាហើយព្រោះតែក្តីសុខដែលបេរីបានផ្ដល់ឲ្យវាមានឥទ្ធិពលខ្លាំងក្លាយ៉ាងណាទើបបានប្រែចិត្តបរិសុទ្ធអ្នកនេះមកជាស្រឡាញ់បេរីទៅវិញឬក៏បេរីជាមនុស្សម្នាក់ដែលធ្វើឲ្យគេស្រឡាញ់និងទុកចិត្តហើយមានក្តីសុខបំផុតនៅលើលោកសំណួរទាំងអស់នេះចាក់ស្រោចតែម្ដងហោះហើរពេញក្នុងបន្ទប់គេងរបស់គេនិយាយទៅនីបេរីកំឡោះតូចរបស់យើងនៅតែតាមដានព័ត៌មានរបស់ស៊ីអននិងស៊ីអាប៉ុន្តែភាគច្រើនព័ត៌មានបាននិយាយពីស៊ីអននិងលេខាធិការរបស់គេតែប៉ុណ្ណោះខណៈដែលនាងស៊ីអាត្រូវបានអនុញ្ញាតឲ្យធានានៅក្រៅឃុំតែនាងមិនអាចត្រឡប់ទៅប្រទេសរបស់ខ្លួនបានឡើយចំណែកឯស្រីបម្រើទាំងពីរនាក់ត្រូវបញ្ជូនទៅផ្ទះវិញហើយព្រោះមិនបានពាក់ព័ន្ធរឿងក្តីនោះទេបន្ទាប់ពីត្រូវសួរចម្លើយច្រើនសារច្រើនលើកមកនោះនិយាយពីកញ្ញាស៊ីអានាងល្បិចរបស់ជើងម្នាក់នេះដែលត្រូវឃុំឃាំងឲ្យនៅតែក្នុងផ្ទះក៏មួម៉ៅក្តៅក្រហាយណាស់ដែរព្រោះចង់ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញតែមិនត្រូវបានអនុញ្ញាតនោះទេឪពុកមិនបានឲ្យចម្លើយអីដែលមានជាប់ពាក់ព័ន្ធនឹងនាងនោះទេទើបនាងត្រូវជាប់រឿងក្តីតែមួយប៉ុណ្ណោះគឺជាម្ចាស់កងធនាគារនៅបរទេសហើយមានប្រាក់ធ្វើចរាចរណ៍ក្នុងនោះច្រើនណាស់តែពេលនេះកងនោះត្រូវរឹបអូសនិងអដំណើរការហើយនាងស៊ីអាកំហូចម្នាក់នេះមិនទាន់បានជួបមុខឪពុកឬក៏អ្នកដទៃទៀតទេតែត្រូវអនុញ្ញាតឲ្យទេទៅរកម្ដាយមួយថ្ងៃម្ដងមិនលើសពី2ម៉ោងនោះទេនឹងត្រូវឃ្លាំមើលគ្រប់ពេលវេលាតែម្ដងម៉ាក់ត្រូវជួយយកខ្ញុំទៅផ្ទះវិញផងម៉ាក់នាងស៊ីអាយំអង្វររកអ្នកម្ដាយឲ្យជួយអត់ធ្មត់បន្តិចទៅកូនខណៈខាងម៉ាក់ឯនេះក៏កំរើកខ្លួនធ្វើអីមិនបានដែរគ្រប់យ៉ាងត្រូវរឹបអូសយកទៅត្រួតពិនិត្យទាំងអស់លុះត្រាតែមានភស្តុតាងបញ្ជាក់ទៅបានមកវិញពេលនេះម៉ាក់ក៏លំបាកដែរម៉ាក់ធ្វើបានត្រឹមតែជួលក្រុមមេធាវីឲ្យជួយការពារតែប៉ុណ្ណោះកូនស្អីគេម៉ាក់មានន័យថាខ្ញុំទៅផ្ទះវិញមិនបានទេឬស៊ីអាកូននេះគឺជារឿងធំម៉ាក់មិនដឹងថាទៅធ្វើយ៉ាងម៉េចដែរទេម៉ាក់ត្រូវជួយខ្ញុំណាម៉ាក់រួចមកស៊ីអាក៏ទ្រហោយំមួយសន្ទុះធំទើបអាចធ្វើចិត្តបានបន្ទាប់ពីអ្នកម្ដាយលួងលោមចិត្តរួចមកហើយពេលនេះនាងក៏សំណាងល្អដែរដែលនៅមានអ្នកម្ដាយទោះជាគាត់អាចនឹងត្រូវជាប់គុកតាមឪពុកក៏ដោយក្តីនាងជើងល្អម្នាក់នេះនៅមានលុយក្នុងបញ្ជីដែលមិនត្រូវបានរឹបអូសអាចចាយវាបានស្រួលតែក៏មិនអាចយកមកចាយប្រេះផ្ដាស់បាននោះទេហើយពេលដាក់ទូរស័ព្ទចុះពីម្ដាយរបស់គេនាងអង្គុយភ្លឹកយ៉ាងយូរតែម្ដងស្រីបម្រើដែលត្រូវបញ្ជូនមកទីនេះបានយកទូរស័ព្ទដៃតូចអាចប្រើការបានឲ្យ
ដែលនាងអ្នកទុកនិងប្រើប្រាស់វានៅពេលយប់ហើយក៏ដឹងដែរថាអ្នកណាផ្ញើមកឲ្យគឺថាមានអ្នកណាទៀតក្រៅពីមនុស្សរបស់ដេវីតដែលមិនបានត្រូវចាប់ខ្លួននឹងគេហើយដេវីតប្រាប់ថាអង្គរៈឈ្មោះទ្រាទិត្យជាមនុស្សរបស់រដ្ឋបាលឬបាទអ្នកនាងម្នាក់នឹងហើយឈ្មោះទ្រាទិត្យជាមេក្រុមអង្គរៈហើយពួកដែលចាប់គ្រប់គ្នាទាំងអស់នៅកំពង់ផែគឺម្នាក់នឹងហើយដែលគិតដឹកនាំកម្លាំងទៅចាប់នោះហាវាទៀតហើយនាងស៊ីអាខំថ្មិញគ្រឹកនាងខឹងសម្បាដែលមិនអាចចេញពីទីនេះបានពួកឯងត្រូវតែរកវាឃើញហើយនឹងចាត់ការវាបានបើចាត់ការវាបានខ្ញុំនឹងឲ្យលុយពួកឯង 50000 និយាយទៅនាងស៊ីអាមិនចោលគំនិតគុំគួននោះឡើយនាងត្រូវតែរកវាគ្មានជីវិតរស់នៅឲ្យបានទៀតបើយ៉ាងទៀតនាងជឿជាក់ថាបឺរីបាត់ខ្លួនដោយរបៀបណាដែរហើយអ្នកណាជាអ្នកជួយបើមិនមែនទ្រាទិត្យវាច្បាស់ជាគេម្នាក់នោះឯងបាទអ្នកនាងហើយម្យ៉ាងទៀតនៅក្បែរខ្លួនរបស់វាមានមនុស្សប្រុសម្នាក់ដែលមកជាមួយនឹងពួកខ្ញុំហើយគេម្នាក់នោះឈ្មោះថាបឺរីជាបងប្អូនរបស់ខ្ញុំពួកឯងអាចរករូបថតបានមិនពិបាកនោះទេពេលនេះខ្ញុំគិតថាមនុស្សប្រុសម្នាក់នោះប្រហែលជានៅជាមួយនឹងវាត្រូវចាត់ការពួកវាឲ្យបានឬអត់បាទតែបែបនេះត្រូវតែសុំថែមបន្តិចឲ្យអ្នកនាងខ្ញុំថែមឲ្យបានតែ10000ទៀតទេបើធ្វើបានសម្រេចមកយកលុយបាននិយាយទៅនាងស៊ីអាពេលនេះមិនអាចឲ្យពួកគេលើសពីនេះនោះទេព្រោះត្រូវត្បិតត្បៀតបន្តិចខណៈនោះដែរអ្នកចុងខ្សែក៏ពិបាកនឹងពិចារណាសិនដែរទើបឆ្លើយមកវិញបាទអ្នកនាងអញ្ចឹងចាត់ការទៅហើយចំពោះអាប្រុសម្នាក់នោះដែលដើរជាមួយនឹងអានអង្គរៈនោះខ្ញុំចង់ឃើញវាងាប់យ៉ាងវេទនាហើយជួយផ្ញើរូបភាពឲ្យខ្ញុំមើលផងនាងស៊ីអាចិត្តបិសាចម្នាក់នេះញញឹមចុងមាត់ពេលគិតដល់មនុស្ស2នាក់នោះដែលត្រូវស្លាប់ដំណាលគ្នាតែម្ដងនិយាយអញ្ចឹងមនុស្សរបស់ដេវីតក៏សាហាវណាស់ដែរអាចធ្វើតាមបញ្ជាបានដោយមិនងាករេនោះទេចំណែកឯមនុស្សប្រុសម្នាក់ទៀតដែលស៊ីអាបញ្ជាឲ្យចាត់ការគួរតែមានមុខមាត់ស្រស់ស្អាតមិនអញ្ចឹងនោះទេនាងស៊ីអាមុខជាមិនចង់អាឃាតដល់ថ្នាក់នេះនោះទេហើយនិយាយទៅនាងចង់ឲ្យគេស្លាប់យ៉ាងវេទនាទៀតផងវាមិនពិបាកសម្រាប់ពួកគេនោះទេបន្ទាប់ពីដាក់ទូរស័ព្ទចុះមកពួកវាក៏ដាក់ផែនការចាប់ដើមពីការតាមដានទ្រាទិត្យហើយមិនយូរប៉ុន្មានក៏តាមទៅដល់សេពហៅរបស់គេហើយនឹងជាសំណាងល្អរបស់ពួកគេដែលឃើញមនុស្សប្រុសម្នាក់នោះមានភិនភាកដូចជាស៊ីអាបានប្រាប់នៅទីនោះផងដែរពួកវាមានគ្នា5នាក់ទើបដាក់ផែនការជាបន្ទាន់2ថ្ងៃក្រោយមកមានឱកាសក៏ចាត់ការនាពេលយប់ដោយផ្ដាច់ប្រព័ន្ធភ្លើងធ្វើដូចជាដាច់ធម្មតាដោយស្ថានភាពអាកាសធាតុរួចមកពួកវាក៏បន្លំខ្លួនចូលទៅក្នុងសេពហៅនោះវាយមេផ្ទះឲ្យសន្លប់ហើយក៏ចាប់ចងចំណែកឯអង្គរៈនៅក្នុងបន្ទប់នេះមានតែ2នាក់តែប៉ុណ្ណោះម្នាក់កំពុងតែចូលក្នុងរោងដាក់ម៉ាស៊ីនភ្លើងសាគូឯម្នាក់ទៀតត្រូវវាយសន្លប់ហើយក៏អូបទៅចងជាមួយនឹងមេផ្ទះតែម្ដងរួចមកអង្គរៈទ្រាទិត្យរបស់យើងក៏ចុះពីលើគ្រែពេលដឹងថានៅក្នុងផ្ទះដាច់ភ្លើងនិងធំក្លិនគ្រោះថ្នាក់ហើយក៏ដើរទៅបើកទូដែកយកកាំភ្លើងទប់សំឡេងពីដើមមកស្ពេនឹងស្មាទាំងសងខាងក្នុងដៃក៏មានមួយដើមទៀតដែរបឺរីភ្ញាក់ឡើងនេះអង្គរៈរបស់យើងហើយអ្នកនៅលើគ្រែនាយរបស់យើងក៏ភ្ញាក់ព្រឺតហើយហាមាត់ដើម្បីសួរតែត្រូវអង្គរៈយើងធ្វើជាសញ្ញាឲ្យស្ងាត់អូនចូលទៅក្នុងបន្ទប់ទឹកហើយស្ងប់ក្នុងអាងពេលនេះមានអ្នកក្រៅចូលក្នុងផ្ទះនេះបើខ្ញុំមិនហៅហាមចេញមកយ៉ាងដាច់ខាតណែកាន់កាំភ្លើងនេះហើយដោះសត្រង់នេះ
នឹងតម្រង់ទៅខាងមុខកែកាយបើអ្នកចូលមកមិនមែនខ្ញុំនេះអង្គរៈត្រាទិតរបស់យើងប្រាប់ព្រមទាំងញាត់កំភ្លើងទៅក្នុងដៃញាត់ត្រឹតរបស់នាយកំឡោះយើងដែលមិនដែលប្រើកំភ្លើងពីមុននោះឡើយបាទអូខេនេះសភាពកំឡោះតូចរបស់យើងកាន់កំភ្លើងជាប់ប្រញាប់ចុះចេញពីលើគ្រែទាំងខ្លួនញាត់ត្រឹតរត់ចូលទៅក្នុងបន្ទប់ទឹកនឹងត្រូវគេទាញមកអោបនឹងថើបបោមកខ្លាំងទើបនាយកំឡោះយើងចាប់ជីអាវរបស់គេទាញមកតិចលោកត្រូវតែប្រយ័ត្នខ្លួនផងណាដឹងហើយនាយអង្គរៈត្រាទិតរបស់យើងងក់ក្បាក់នឹងតាមមើលនាយរបស់យើងចូលទៅសំងំក្នុងអាងទឹកហើយក៏កាត់ចិត្តទាញទ្វារបន្ទប់ទឹកបិទតែម្ដងរួចមកគេក៏ដើរចេញពីបន្ទប់គេងបិទទ្វារចាក់សោនិងចុះជឿទៅខាងក្រោមសរសេរតាមជញ្ជាំងផ្ទះរបស់គេពេលនេះដែរគេមានទឹកមុខតានតឹងព្រោះពេលនេះភ្លើងមិនទាន់ភ្លឺនៅឡើយទេដែលបញ្ជាក់បានថាអង្គរៈរបស់គេទៅពួកវាចាត់ការបានរួចជាស្រេចហើយមើលទៅខណៈពេលនោះដែរក៏មើលឃើញស្រមោលស្ទង់របស់ពួកវាដែលដើរចូលមកក្នុងផ្ទះរបស់ខ្លួនពួកវាទាំងនោះពាក់អាវឈុតពណ៌ខ្មៅនិងមានអាវុធគ្រប់ដៃតែម្ដងហើយកាំភ្លើងក៏ជាប្រភេទកាំភ្លើងយន្តទៀតផងដាក់គ្រាប់បានច្រើនណាស់អាពីរនាក់ដែលដើរចូលមុនគេក៏ដួលខ្ពកតែម្ដងបន្ទាប់ពីស្រែកបានមួយម៉ាត់ម្នាក់ដោយមិនបានតដៃនោះទេនិយាយទៅអង្គរៈបុកកាចរបស់យើងបាញ់ក្បាលពួកគេបានចំល្អណាស់មិនទុកឱកាសឲ្យរស់នោះទេតែធ្វើឲ្យអ្នកតាមមកពីក្រោយប្រញាប់រកកន្លែងពួនព្រោះមិននឹកស្មានថាអ្នកនៅខាងក្នុងដៃត្រង់យ៉ាងនេះនោះទេនិយាយទៅសាហាវតែម្ដងពេលនេះសំឡេងកំភ្លើងបានលើឡើងផ្ទួងគ្នានេះអង្គរៈត្រាទិតរបស់យើងរកកន្លែងពួនទាំងប្រផុតប្រផើយសំឡេងភ្លៀងធ្លាក់នៅខាងក្រៅនៅតែបន្តឮជាបន្តបន្ទាប់ទៀតផងលុបសំឡេងកំភ្លើងអស់រលីងទើបគ្មានអ្នកណាម្នាក់បានឮម្យ៉ាងទៀតផ្ទះសម្ងាត់មួយនេះនៅឆ្ងាយពីគេឯងតែម្ដងមានភាពផ្ទាល់ខ្លួនខ្ពស់ដែលផ្ទះនៅតំបន់នេះមានលក្ខណៈដូចគ្នាខ្លាំងណាស់នៅពេលដែលបើកទ្វារបានហើយនោះ3នាក់ទៀតក៏ឡើងទៅខាងលើធ្វើការឆែកឆេរចំណែកអា2នាក់ទៀតកំពុងតែតដៃជាមួយនឹងត្រាយទិតនឹងឯងរួចមកអង្គរៈចិត្តឆៅរបស់យើងម្នាក់នេះក៏ចូលទៅក្នុងផ្ទះបាយដើម្បីទៅយកអាវុធដែលលាក់នៅក្នុងនោះដោយនាយយើងយកកំភ្លើងយន្តមកប្រើជំនួសកំភ្លើងដែលមាននៅក្នុងដៃវិញហើយបានបាញ់រះឲ្យពួកវាកិច្ចសឹងតែមិនទាន់តែម្ដងពេលនេះអង្គរៈរបស់យើងបានឃើញមនុស្សឡើងទៅខាងលើតែគេមិនអាចឡើងទៅតាមបានទេដែលបានធ្វើឲ្យគេបារម្ភពីនីបឺរីរបស់យើងជាខ្លាំងនៅខាងលើវិញពួកវាកំពុងតែឆែកឆេរបន្ទប់ដែលមានទាំងអស់រហូតដល់បន្ទប់ដែលត្រូវចាក់សោជាប់ទើបលើកជើងធាក់ពេលដែលទ្វារបើកបានហើយនោះទើបប្រើកំភ្លើងបាញ់ស្ទើរតែរបើកទ្វារធ្វើឲ្យអ្នកដែលកំពុងសង្ងំនៅក្នុងអាងទឹកភ័យញាក់ខ្លួនព្រឹតតែម្ដងដៃដែលកាន់កំភ្លើងក៏ញ័រផងដែរបែកញើសសស្រាក់ជោគឆ្ងាស់តែម្ដងបើមកនៅក្នុងបន្ទប់ដេកមើលទៅក្នុងបន្ទប់ទឹកពេលនេះមេក្រុមបញ្ជាព្រមទាំងលើកដៃចង្អុលទើបកូនចៅដើរទៅបើកទ្វារចូលទៅដែលត្រឹមឃើញស្រមោលបឺរីលើកំភ្លើងតម្រង់និងបាញ់ភ្លាម
សម្រែងស្រែកធ្វើឲ្យនាយយើងភ្ញាក់តែម្ដងបញ្ជាក់ថានាយយើងបាញ់ត្រូវតែមិនដឹងថាបាញ់ត្រូវនឹងត្រូវចំណុចស្លាប់ដែរឬទេតែធ្វើឲ្យមេក្រុមខឹងសបាខ្លាំងណាស់យ៉ាងច្រឡោតតតងតែម្ដងលើកំភ្លើងបាញ់កញ្ចក់បែកខ្ចាយនាយរបស់យើងក៏ស្រែកតបវិញយ៉ាងខ្លាំងតែម្ដងមិនហ៊ានបាញ់តទៀតនោះទេស្របពេលនោះដែរមេក្រុមក៏ចូលទៅដល់ដណ្ដើមយកកំភ្លើងពីដៃរបស់នាយកំឡោះជើងហើយក៏ចាប់អូសនាយរបស់យើងចេញពីអាងទឹកនិងខ្សែក្អាកក្អាយតែម្ដងស្មានតែខ្លាំងបន្តិចទៀតបានងាប់យ៉ាងវេទនាហើយនាយម្នាក់នោះអូសនាយរបស់យើងចេញពីបន្ទប់ទឹករួចហើយក៏ក្រវែងទៅលើពូកហើយក៏ចាប់ដៃគេទាំងពីរក៏ក្រវត្តទៅក្រោយចាត់ការនៅទីនេះល្អទេវ៉ៃនៅចាត់កាយទៀតសម្រាប់វាចោលតែមកទៅមេក្រុមនិយាយដោយទឹកមុខខកខើចំណែកឯកូនចៅមើលទៅបឺរីវិញដោយខ្សែភ្នែកក្រឡេកក្រលើមស្រាប់តែពេលនោះភ្លើងសាគូក៏ភ្លឺឡើងទើបអាចមើលឃើញច្បាស់ថាបឺរីដែលត្រូវចងកដៃកពាត់ទៅក្រោយដេកសន្ធឹងនៅលើគ្រែមុខមាត់និងកែវភ្នែកយ៉ាងក្រហមមើលទៅគេគួរឲ្យភ័យខ្លាចម្យ៉ាងដែរតាស្អាតដល់ថ្នាក់នេះឬយកទៅលក់ល្អទេវើយឯងឲ្យសាប់យើងមិនជាទេចាត់ការសម្រាប់វាចោលភ្លាមទៅឬអត់វាយត្រង់ខ្លួនសិនក៏បានលោកប្រុសពេលនោះមេក្រុមប្រាប់រួចហើយនេះក៏ដើរចេញពីបន្ទប់ដើម្បីទៅស្កាត់នៅខាងក្រោមវិញម្ដងដើម្បីកុំឲ្យមាននរណាឡើងមកជួយមនុស្សនៅខាងលើនេះបានពេលនោះដែរសំឡេងទប់កំភ្លើងឬសូស្ទើធ្លាយត្រដាស់ត្រជាទៅហើយពេលនោះពួកគេទាំងពីរនាក់នៅក្នុងបន្ទប់ក៏ចាប់ផ្ដើមថត់ធាក់និងច្រំធាក់ទៅលើនាយបឺរីរបស់យើងដ៏តូចស្ដើងម្នាក់នេះវាយផងទាត់ផងស្ទើរតែចេញក្អួតមកហើយចំណែកឯនាយបឺរីរបស់យើងបានត្រឹមតែស្រែកខ្លាំងទាំងស្រែកខ្លាំងដង្ហើយឲ្យគេជួយព្រមទាំងអង្វរពួកគេកុំឲ្យធ្វើបាបនេះបែបនេះឡើយអូយលេងខ្ញុំទៅលេងខ្ញុំត្រៀតទឹកជួយខ្ញុំផងលោកអូយឈឺណាស់នាយបឺរីរបស់យើងស្រែកខ្លាំងដើម្បីឲ្យនាយត្រៀតទឹកមកជួយខ្លួននៅពេលនេះស្មាននេះអានឹងងាប់បាត់ហើយទៅដឹងខំផ្សាយទូស្អីទៀតនាយម្នាក់ដែលកំពុងតែដាល់ពោះរបស់គេនោះឈរសើចចំអកនិងចូលដៃទះកំភ្លៀងគេតិចផងអាម្នាក់នោះបំរុងនឹងធ្វើសកម្មភាពតទៀតតែសក់ខ្លីរបស់គេក៏ត្រូវបានខ្ញាំជាប់និងចាប់កញ្ឆក់ចេញពីរាងកាយរបស់បឺរីបិទភ្នែកនេះគឺជាសម្លេងអង្គរៈត្រីទឹករបស់យើងបញ្ជាដោយសម្លេងកាចពេលនោះដែរនាយបឺរីរបស់យើងពិតជាសប្បាយចិត្តខ្លាំងណាស់នាយយើងក៏ក្រោកឡើងហើយដើរទៅបិទទ្វាររួចក៏សង្ងំបិទភ្នែកតែម្ដងព្រោះរូបភាពដែលគេមិនចង់ឲ្យឃើញគឺគេប្រើកំបិតអាករបស់វាយ៉ាងលឿនជាអាការៈធ្វើដូចជាអាកមន់អញ្ចឹងគឺថាពេលនេះឈាមក្រហមបាញ់ឆ្វាតដូចជាបាញ់ទឹកចេញពីក្បាលរម្នេអញ្ចឹងទាល់តែរាងកាយរបស់វានៅស្ងៀមតែម្ដងហើយមុននេះបន្តិចត្រៀតទឹកក៏បានបាញ់អាអ្នកដែលឈរកាងឲ្យដាច់ខ្យល់បាត់ទៅហើយដោយកំភ្លើងទប់សំឡេងធ្វើឲ្យអ្នកដែលកំពុងតែច្រកគៀកស្មាលើបឺរីមិនបានឮសំឡេងនោះទេព្រោះកំពុងតែចាប់អារម្មណ៍នឹងកាយវិការហើយនឹងចោទចំអកចំពោះបឺរីតែប៉ុណ្ណោះតែតាមការពិតទៅនេះអង្គរៈរបស់យើងចង់កាប់ចិញ្ច្រាំវា10000កំបិត100,000កំបិតសិនចំណែកឯអាម្នាក់ទៀតកិច្ចទាន់ដែលមិនដឹងថាកូនចៅរបស់គេនៅតាមពីក្រោយឬអត់នោះទេរីឯអង្គរៈដែលនៅរោងម៉ាស៊ីនបានឮសំឡេងទើបចូលមកជួយនិងសម្លាប់អ្នកដែលនៅខាងក្រោមបានម្នាក់ចំណែកឯម្នាក់ទៀតក៏បានរកកិច្ចទាន់ចំពោះអង្គរៈត្រៀតទឹករបស់យើងមិនបានទៅតាមគេនោះទេព្រោះបារម្ភពីនីបឺរី
នឹងឡើងមកឃើញគេកំពុងតែធ្វើបាបនាយបឺរីនេះអង្គរៈរបស់យើងបារម្ភពីជីវិតរបស់បឺរីខ្លាំងណាស់ព្រោះគេកំពុងតែលងលក់នឹងងប់ងល់ទៅនឹងសេចក្តីស្នេហាជាមួយនឹងបឺរីបាត់ទៅហើយរួចមកនាយរបស់យើងក៏ជូតដៃដែលប្រឡាក់ឈាមនិងជីអាវរបស់បឺរីព្រមទាំងលើកជើងទាត់ពួកនោះទៀតផងសម្លឹងគេដោយខ្សែភ្នែកត្រជាក់ស្រេកថ្ពាល់រឹងត្រង់ធ្គាមឡើងកំព្រឹសតែម្ដងហើយងាកទៅមើលបឺរីដែលនាយកំពុងតែត្រូវគេវាយយ៉ាងទ្រុឌទ្រោមមិនអីទេមានសុវត្ថិភាពហើយនិយាយចប់នាយត្រីអាទិត្យរបស់យើងទាញនាយកំឡោះតូចស្ដាងរបស់យើងមកអោបនឹងទ្រូងរួចក៏លើកបីគេនាំចេញពីបន្ទប់ដេកសម្ដៅទៅបន្ទប់មួយទៀតដែលនៅមិនឆ្ងាយនោះទេហើយក៏ដាក់នាយបឺរីរបស់យើងទៅលើគ្រែរួចហើយក៏ចាប់ផ្ដើមស្រែកចំណងដៃឲ្យនាយបឺរីរបស់យើងក្រោយពីបានរួចពីចំណងដៃហើយនោះនាយបឺរីដ៏ស្រស់ស្អាតរបស់យើងម្នាក់នេះតែពេលនេះមុខប្រឡាក់ដោយឈាមគេក៏មកអោបនាយកំឡោះរបស់យើងយ៉ាងណែនទាំងយំខ្សឹបខ្សៀនៅក្នុងចិត្តតែម្នាក់ឯងឯខ្លួនប្រាណរបស់គេវិញទាំងឈឺទាំងញ័រត្រើតនិងត្រជាក់ស្រេបតែម្ដងទើបនាយត្រីអាទិត្យអោបថើបគេជាការលួងលោមមួយសន្ទុះហើយពេលនោះដែរកូនចៅរបស់គេក៏រត់ឡើងមកខាងលើដែលពេលឃើញចៅវាយមានសុវត្ថិភាពហើយក៏ធូរទ្រូងតែម្ដងនឹងពេលបានប្រសពភ្នែកនឹងចៅវាយរបស់គេពួកគេក៏យល់ការក៏ប្រញាប់រត់ទៅបន្ទប់ដេករបស់បឺរីនិងអង្គរៈជួយវិចខ្ចប់សាកសពអនុរុទ្ធនោះអូសទៅខាងក្រៅមួយរំពេចនិយាយទៅមនុស្សរបស់ត្រីអាទិត្យដែលត្រូវហៅមកជាបន្ទាន់ក៏នាំគ្នាចាត់ការសាកសពទាំង5នាក់ស្ងាត់ក្រុមជូតសម្អាតក៏ធ្វើការតាមពីក្រោយសម្អាតក្រឡុកក្រលៀតអស់ហើយនោះពេលរួចរាល់ហើយទើបចាក់ចេញទៅឯអង្គរៈបដូរវេនគ្នារងចាំចៅវាយចុះមកបញ្ជាការចំណែកឯត្រីអាទិត្យបន្ទាប់ពីលួងលោមបឺរីហើយនោះក៏នាំនាយរបស់យើងទៅងូតទឹកផ្លាកអាវតែពេលនេះនាយរបស់យើងមានអារម្មណ៍ធូរស្រាលបន្តិចទៅហើយក្រោយពីឃើញការប្រយុទ្ធឆាកមាញ់នេះកែភ្នែកយ៉ាងក្រហមសម្លឹងមើលមកគេហាក់ដូចជាកូនក្តាន់តូចកំពុងតែមានគ្រោះភ័យនិងត្រូវការអ្នកការពារដៃដល់ធំអោបចង្កេះរបស់នាយយើងជាប់មិនព្រមប្រឡែងនោះទេពេលឃើញបែបនេះនោះហើយអូននៅម្នាក់ឯងមើលទោសបានអត់បឺរីមិនបានលោកតាណាខ្ញុំទៅដែរគឺបងចុះទៅខាងក្រោមអញ្ចឹងខ្ញុំទៅដែរកុំទុកឲ្យខ្ញុំនៅម្នាក់ឯងណាអូសាកសពអស់នោះនាយយើងចាំបានថាឃើញសាកសពទាំងនោះនៅក្នុងបន្ទប់ដេករបស់គេអំបញ្ញមិញនាយបឺរីរបស់យើងឃើញតែមួយផ្លែតតែប៉ុណ្ណោះពេលត្រូវនាយត្រីអាទិត្យរបស់យើងបីគេចេញមកឈាមក៏ខ្ទាតពេញបន្ទប់ដែលវាដិតដាមជាប់នៅក្នុងការចងចាំរបស់នាយតែម្ដងបងចាត់ការអស់ហើយនាយអង្គរៈមុខកាយរបស់យើងពេលនេះខ្សឹបប្រាប់នាយរបស់យើងតិចនិងអោបក្រសោបនាយយើងយ៉ាងណែនដៃតែម្ដងចាំឲ្យមេផ្ទះមកនៅកំដរបន្តិចសិនបងចុះទៅខាងក្រោមបញ្ជាការងារមួយសតូនតិចនាយអង្គរៈរបស់យើងក៏សាយចង្ការរបស់នាយបឺរីរបស់យើងតិចហើយងើយមករកនឹងដោយខ្សែភ្នែកសតុនខុសពីពេលដែលគេសម្លាប់ពួកទាំងនោះមើលទៅនាយអង្គរៈរបស់យើងមានអារម្មណ៍ចម្លែកខុសគ្នាតែម្ដងក៏បានលោកឆាប់មកវិញណាពេលនេះនាយបឺរីរបស់យើងបង្ខំចិត្តងក់ក្បាលយល់ព្រមគេក៏សាយតិចអោនទៅថាប្រវោមាត់របស់នាយយើងថ្នមហើយគេក៏តែហៅមេផ្ទះឲ្យឡើងមកកំដរបឺរីនៅខាងលើនេះឯងចំណែកគេប្រញាប់ចុះទៅបន្ទប់ធ្វើការតែពេលនេះកូនចៅនៅកំពុងរងចាំតែម្ដងមានមនុស្សតាមដានហើយមែនទេបាត់ទៀនតែពួកវារត់រួចតែគិតថានឹងរកឃើញឆាប់នេះឆែកឆេរតាមសាកសពទាំង5នាក់នេះ
ហើយមានប្រវត្តិទាំងអស់ជាកូនចៅរបស់ដេវីតណគឺថាជាកូនចៅរបស់ដេវីតទៀតហើយដេវីតវិហារបញ្ជាពីក្នុងគុកមកផងឬនេះអង្គរៈត្រៀតទឹករបស់យើងចងចិញ្ចើមដោយការសង្ស័យបន្ទាប់មកក៏សម្របទឹកមុខឲ្យធម្មតាវិញនិងបត់ដៃហៅឲ្យកូនចៅទាំងអស់ចេញពីបន្ទប់តែមិនទាន់បានទៅណាផងនេះគូក៏បើកទ្វារចូលមកដោយភាពរហ័សរហ័នហើយបានដំណឹងថាត្រូវវាឆ្មក់មែនអត់គ្មានការកូតខាតអីទេហើយជាមនុស្សរបស់ដេវីតកំពុងតែសង្ស័យថាវាបញ្ជាពីក្នុងគុកឬមានអ្នកផ្សេងបញ្ជាការជំនួសវាត្រូវចាប់អា2នាក់ដែលរត់គេចរួចខ្លួននោះសិនទើបដឹងអញ្ចឹងខ្ញុំសូមចាត់ការលោកក៏បានអញ្ចឹងនេះអង្គរៈរបស់យើងងក់ក្បាលយកព្រមជាមួយនីខូព្រោះពេលនេះមិនចង់ទៅណាឆ្ងាយពីនីបឺរីរបស់យើងឡើយទើបឲ្យនីខូចាត់ការជំនួសបណ្ដោះអាសន្នសិនបាទទៀនធានាថាមិនលើពីថ្ងៃនោះទេនឹងដឹងរឿងតែម្ដងនេះគូញញឹមងក់ក្បាលបញ្ជាក់ហើយងាកទៅរកមិត្តរួមការងារហៅមកនិយាយគ្នានិងដាក់ផែនការចំណែកអាត្រីយតិតក៏នៅស្ដាប់មួយសន្ទុះក្រោយមកក៏បំបែកជួរទើបគេចេញពីបន្ទប់ដោយមាននីខូដើរតាមពីក្រោយទៀតផងហើយអ្នកនៅខាងលើចាំមិនដែរលោកធានហើយទីទួចតែគ្មានគ្រោះថ្នាក់អីនោះទេខ្ញុំមិនគិតថាមានថ្ងៃបានឃើញលោកប្រធានបារម្ភពីអ្នកណាបែបនេះនោះទេនេះគូសាយតិចពេលបានចំអន់ចវាយរបស់គេមនុស្សយើងស្រឡាញ់ទាំងមូលណាត្រូវតែបារម្ភចឹងហើយអូហូបែបនេះខ្ញុំត្រូវតែយកសម្ប៉ាញមកអបអរជាមួយឲ្យលោកប្រធានពីអង្គរៈខូហួចឆ្វាចបាញ់កសែភ្នែកចំអកលើដាក់ប្រធានរបស់គេមិនឃើញមានអីរំភើបផងឆាប់ទៅធ្វើការឲ្យរួចរាល់ទៅនេះអង្គរៈទីរតិតរបស់យើងសម្លឹងមុខអាម្នាក់ត្រេកអរចេញមុខចេញមាត់បែបនេះដោយការអន់ចិត្តបាទលោកប្រធាននេះគូទទួលបញ្ជាតែបង្កប់ដោយការចំអកចំអន់ហើយក៏ប្រញាប់តាមរត់តាមគ្នាចេញទៅចំណែកឯត្រៀទឹកក៏ញញឹមញញែមតែម្នាក់ឯងនិយាយទៅការកូតខាតនៅទីនេះត្រូវបានបោសសម្អាតរួចរាល់ហើយសល់តែស្នាមគ្របតាមជញ្ជាំងតែប៉ុណ្ណោះមកនេះអង្គរៈរបស់យើងក៏ឡើងមកខាងលើនិងប្រញាប់ឲ្យមេផ្ទះទៅបន្ទប់របស់ខ្លួនវិញចំណែកឯនីបឺរីក៏ងើបអង្គុយនិងវាមករកគេដែលអង្គុយនៅចុងគ្រែរួចមកគេក្រសោបកាយរបស់នីយើងអោបជាប់នឹងទ្រូងនិងណែនដៃតែម្ដងហើយពួកវាជាណាលោកនីបឺរីរបស់យើងដាក់ដៃនៅលើដើមទ្រូងដ៏ធំទលារបស់កំឡោះយើងងើយមើលមុខគេនិងសឹបតិចទៀតផងជាកូនចៅរបស់ដេវីតតែមិនទាន់ដឹងច្បាស់ថាអ្នកណាបញ្ជាឲ្យធ្វើបែបនេះនោះទេពេលនេះត្រូវសង្ស័យដេវីតនិងអ្នកដទៃទៀតសិនពេលនេះនេះអង្គរៈរបស់យើងចង្អុលម្រាមដៃរបស់គេទៅលើចំមុះរបស់នាយយើងខណៈនោះគេក៏ឆ្លើយតាមការពិតដោយមិនបិទបាំងនោះឡើយតែនេះដេវីតនៅក្នុងគុកតាលោកពេលនោះនាយរបស់យើងក៏ងើបអង្គុយត្រង់ខ្លួនភ្លាមដាក់ដៃនៅលើស្មារតីរឹងមាំរបស់គេមើលមុខគេដោយទឹកមុខភ្ញាក់ផ្អើលតែម្ដងបាទនៅក្នុងគុកតែអាចបញ្ជាបានបើមានអ្នកជួយបាទចឹងជល់ហើយនេះបឺរីរបស់យើងងក់ក្បាលយកព្រមហើយទម្លាក់កែភ្នែកចុះការភ័យខ្លាចនៅតែមានឲ្យឃើញនឹងកសែភ្នែករបស់គេដដែលមានខ្ញុំនៅមិនបាច់ខ្លាចនោះទេនាត្រីទឹករបស់យើងនិយាយព្រមទាំងអោបថាបថ្ងាសរបស់គេប្រដេញមកថ្ពាល់ទៀតផងហើយកសែភ្នែកដ៏មួយស្រួចរបស់កំឡោះយើងដែលមើលមុខគេក៏បញ្ជាក់យ៉ាងច្បាស់ថានេះអង្គរៈរបស់យើងពិតជាពេញចិត្តក្នុងការពារជីវិតរបស់បុរសម្នាក់នេះខ្លាំងណាស់លួចបោកភ្នែកមើលមែនទេពេលនៅក្នុងបន្ទប់បាទឃើញសាកសពមួយផ្លែតនិងឈាមក្រៅពីនោះគឺមិនបានឃើញអីនោះទេពិតមែនណានេះរបស់យើងក៏និយាយតបសឹបដាក់គេហើយខ្លាចខ្លាំងទេមិនដែលជួបបែបនេះមែនទេនេះអង្គរៈក៏សឹបសួរគេបែបនេះ
ឯនេះអង្គរៈរបស់យើងក៏ងើយមុខមកប្រសពភ្នែកជាមួយនឹងគេដែលមើលមកនេះរបស់យើងដោយមិនដាក់ភ្នែកនិងប្រឹងអត់ដង្ហើមដើម្បីរងចាំចម្លើយហើយញញឹមចុងមាត់ពេលដែលនាយរបស់យើងក៏វិក្បាលចំណែកឯកែភ្នែកដ៏មូលខ្លងមួយគូនោះក៏ជួយប្រាប់ថានាយកំឡោះរបស់យើងម្នាក់នេះមិនខ្លាចនឹងជឿជាក់ទៅលើគេមែនមិនខ្លាចពិតមែនទេបាទមិនខ្លាចទេមានលោកការពារខ្ញុំនាយរបស់យើងប្រាប់ទៅអង្គរៈវិញព្រមទាំងញញឹមអៀនទោះបីដឹងថាគេជាអ្នកសម្លាប់ពួកនោះក៏ដោយប៉ុន្តែនាយរបស់យើងមិនខ្លាចគេដូចដែលខ្លាចពួកនោះទេវាមានអារម្មណ៍ខុសគ្នាព្រោះអង្គរៈទេអាទិត្យគឺជាបរិយបរោះនៅក្នុងចិត្តរបស់គេស្រាប់ទៅហើយគេជាបរោះរបស់នាយនឹងជួយនាយគ្រប់ពេលឲ្យផុតពីគ្រោះថ្នាក់ទៀតផងមិនដឹងប៉ុន្មានលើកមកហើយនោះទេនាយបរោះមិត្តស្ដាងម្នាក់នេះនៅចាំពន្លឺភ្នែកនិងសំឡេងរបស់គេពេលដែលបញ្ជានឹងឲ្យនាយចូលទៅក្នុងបន្ទប់ទឹកមុននេះច្បាស់រឡែតតែម្ដងនិយាយទៅនាយកំឡោះរបស់យើងក៏ភ័យហើយនឹងខ្លាចនៅពេលដែលពួកគេមកធ្វើបាបនាយតែនាយចិត្តស្រាលម្នាក់នេះក៏ស្រែកហៅឲ្យគេជួយរួចហើយនាយត្រីអាទិត្យរបស់យើងក៏មកជួយតនពេលតែម្ដងនិយាយទៅនាយអង្គរៈរបស់យើងជួយគេហើយគេក៏ស្ទុះទៅអោបនាយយើងយ៉ាងពេញដៃសប្បាយចិត្តដែលគេមកជួយឲ្យនាយមានសុវត្ថិភាពគ្រប់ពេលបែបនេះមកដល់ពេលនេះនាយបេរីរបស់យើងទើបនឹកឃើញថានាយត្រីអាទិត្យធ្លាប់មានរបួសម្ដងរួចទៅហើយតើពេលប្រយុទ្ធនឹងពួកគេនោះអំបញ្ញមិញតើគេមានរបួសថែមទៀតឬក៏អត់ពេលគិតឃើញបែបនេះហើយនាយកំឡោះតូចរបស់យើងក៏ពិនិត្យមើលរាងកាយរបស់គេភ្លាមតែម្ដងដែលធ្វើឲ្យត្រីអាទិត្យតាមមើលដោយការងឿឆ្ងល់ទើបគេក្រសោបមុខរបស់កំឡោះតូចយើងឲ្យងើយមករកគេហើយរកអីលោកមានរបួសដែរឬអត់ណានាយកំឡោះតូចបេរីរបស់យើងស្រវាចាប់ស្មាដល់រឹងមាំទាំងពីររបស់គេសួរនាំដោយការព្រួយបារម្ភទឹកមុខនិងពន្លឺភ្នែកបញ្ជាក់ឲ្យឃើញថាកំពុងតែខ្វាយខ្វល់ចិត្តធ្វើឲ្យត្រីអាទិត្យញញឹមខ្ជិបតែម្នាក់ឯងតែម្ដងរួចមកនាយអង្គរៈចិត្តកាយរបស់យើងម្នាក់នេះទុនចិត្តមួយរំពេចគេក៏អោនមកថើបបបោមាត់ដល់ក្រពុំគេថើបជញ្ជក់តិចផងខ្លាំងផងតើតែនាយរបស់យើងញ័រខ្លួនត្រឹកតែម្ដងនៅពេលដែលគេថើបប៉ុន្តែនាយកំឡោះតូចរបស់យើងនេះក៏មិនអន់ដែរក៏ថើបតបស្នងគេវិញផងដែរហើយនាយតូចរបស់យើងក៏ដកដង្ហើមដង្ហក់មុខឡើងស្រងេស្រងាំងតែម្ដងនៅពេលដែលគេដកមាត់ចេញពីមាត់អង្គរៈរបស់យើងលោកត្រីអាទិត្យពេលនេះនាយកំឡោះតូចរបស់យើងបេរីខំបបោមាត់បន្លប់ការខ្មាស់អៀនដៃគេក្តោបស្មារបស់អង្គរៈយើងតិចខណៈដែលអង្គរៈត្រីអាទិត្យរបស់យើងញញឹមច្រឡើមដាក់តិចផងដែរនោះស្បែកខ្ញុំវាក្រាស់គ្មានអ្វីធ្វើឲ្យរមាស់ស្បែកខ្ញុំនោះទេជ្រិញណាស់លោកនិយាយតបជាមួយអង្គរៈចិត្តស្បែកសៃរបស់យើងមួយរំពេចនីបារីក៏រំកើខ្លួនចេញពីមាឌរឹងមាំរបស់គេរួចមកគេក៏ត្រសោះចូលទៅក្នុងភួយក្រលំភួយតែម្ដងទាញមកគ្របដណ្ដប់ចុងចង្ការនិងមើលមកគេដោយការងងក់ដែលត្រូវគេធ្វើអឹមអៀនទាំងដែលនាយយើងបារម្ភតែគេបែរជាធ្វើលេងសើចទៅវិញរួចមកអង្គរៈរបស់យើងក៏ខាត់ចិត្តគេហើយទាញភួយចេញហើយក៏ផ្ដួលខ្លួនដេកស្រវាអោបនាយយើងពេញដើមទ្រូងគេតែម្ដងហើយចំពោះបរោះតូចយើងនេះវិញក៏ស្រវាអោបគេដូចគ្នាដែរមិនងងក់ដូចកាលពីមុននោះទេទោះបីការភ័យខ្លាចនៅតែមានក្នុងចិត្តនាយក៏ដោយប៉ុន្តែនាយកំឡោះតូចយើងមិននិយាយស្អីនោះទេត្រឹមតែទទួលបានភាពកក់ក្ដៅពីរូបរាងកាយដ៏រឹងមាំរបស់អង្គរៈយើងក៏ធ្វើឲ្យចិត្តរបស់នាយយើងស្ងប់បាត់ទៅហើយពេលនោះដែរមិនយូរប៉ុន្មាននាយកំឡោះតូចរបស់យើងក៏លងលោកខណៈដែលលោកត្រីអាទិត្យមិនទាន់អាចបិទភ្នែកឲ្យដេកលក់បានស្រួលនៅឡើយចំពោះនាយអង្គរៈចិត្តមាំរបស់យើងគេគិតដល់ការងើយឆ្ងល់មុននេះបន្តិច
និងវិភាគថឹងថ្លែងថារវាងមនុស្ស3នាក់ដែលត្រូវចាត់ដាក់គុកមួយនោះតើនរណាដែលត្រូវការសម្លាប់គេនិងនីបឺរីរបស់យើងអូយជឿផងអូយលោកជឿផងលោកគឺជាសំឡេងនីបឺរីរបស់យើងច្រឡោងឡើងនៅក្នុងរវងដៃស្រែកមកមីមកមើនិងប្រឹងរើបំរាស់ទាំងទឹកភ្នែកហូររហាមកំពុងតែដេកលងលក់ផងនោះរាងកាយដ៏ភ័យញ័រត្រើតទើបគេអោបនីរបស់យើងកាន់តែណែនពេញដៃតែម្ដងដោយមិនគិតថាអារម្មណ៍របស់នីយើងនៅតែដិតដាមនឹងរឿងនោះឡើយលោកទ្រាទឹកជួយខ្ញុំផងខ្ញុំខ្លាចណាស់លោកខ្ញុំនៅទីនេះទីនៅទីនេះកុំភ័យអូខេកុំខ្លាចនេះអង្គរៈចិត្តមមរបស់យើងប្រឹងសឹកប្រាប់គេដោយមិនដឹងថានេះរបស់យើងបានលឺឬក៏អត់នោះទេប៉ុន្តែអាការៈដែលមកមើលមមាយនិងយំជេរក៏បានស្ងប់បបោមាត់ក្រពុំដ៏ល្អដោយស្នាមញញឹមតិចតែម្ដងទោះចិញ្ចើមនៅតែចងជាប់ក៏ដោយលោកកុំទៅណានំខ្ញុំទៅផងលោកទ្រាទឹកនៅពេលដែលនាយកំពុងតែស្រែកហៅឲ្យនាយទ្រាទឹកជួយនាយអោបរឹកតកាន់និងណែនពេញដៃតែម្ដងមាត់នៅតែនិយាយល្អូតែភាគច្រើនគឺហៅឈ្មោះរបស់នាយយើងតែម្ដងហាក់ដូចជាខ្លាចបាត់នាយយើងយ៉ាងចឹងបាទខ្ញុំនឹងនាំនាងទៅគ្រប់កន្លែងណាបឺរីណាគេពោលចប់រួចក៏អោបថើបកណ្ដាលក្បាលរបស់នាយយើងនិងឯខ្នងគេតិចហើយទាញភួយមកដណ្ដប់ឲ្យកាន់តែកក់ក្ដៅជាងមុនទៅទៀតប៉ុន្តែកែភ្នែករបស់គេតែនៅតែប្រឹងបើកវាជះពន្លឺខូខើពេលនឹកដល់អាចង្រៃទាំងនោះតែហ៊ានចូលមកចាត់ការពួកគេដល់ទឹកដីរបស់នាយតែម្ដងរួចគេក៏សន្យាក្នុងចិត្តថាត្រូវតែចាត់ការពួកវាវិញយ៉ាងសាហាវបំផុតហើយព្រឹកឡើងថ្ងៃថ្មីនាយកំឡោះបឺរីទុយរបស់យើងដើរតាមនីទ្រាទឹកហាក់ដូចជាស្រមោលអន្តោតាមប្រាណអញ្ចឹងនឹងតើតែត្រូវគេចាប់ដៃអូសជាប់ទើបនាយយើងញញឹមតិចព្រោះនាយរបស់យើងខ្លាចពិតមែនតើតែបាននៅចិត្តគេទើបអារម្មណ៍ថាខ្លួនឯងមានសុវត្ថិភាពព្រោះពេលនេះគេនៅតែម្នាក់ឯងនៅឯបរទេសដូច្នេះជីវិតរបស់គេដូចជាចកអណ្ដែតនៅលើសមុទ្រអញ្ចឹងនិយាយទៅជីវិតរបស់នាយមើលទៅរកកោះរកត្រើយមិនឃើញនោះទេពេលនេះស្នាមញញឹមរបស់នាយតូចរបស់យើងធ្វើឲ្យអង្គរៈចិត្តបេសាយរបស់យើងទុនចិត្តស្ដោកតែម្ដងទើបគេសង្ងំនៅក្នុងសេពហៅរបស់គេជាមួយនឹងនាយយើងមិនទទួលទូរស័ព្ទរបស់អ្នកណាទាំងអស់ចំណាយពេលមើលកុនទទួលទានអាហារស្ដាប់ភ្លេងដេកលេងកំណរគ្នាទៅវិញទៅមកខណៈដែលពួកគេទាំងពីរនាក់ក៏រងចាំដំណឹងពីនីគូផងដែរឥឡូវនេះយើងបែរទៅនិយាយអំពីរឿង CR វិញម្ដងខណៈនោះដែរ CR ត្រូវបានកូនចៅរបស់លោកដេវីតពីរនាក់ដែលបានរួចលួចនាំគេចេញពីសេពហៅរបស់ប៉ូលីសដោយបានជំនួយការពីមេផ្ទះជួយផងដែរពួកវាទាំងនោះនាំនាង CR ឡានចេញទៅក្រៅក្រុងដើម្បីឆ្លងដែនទៅប្រទេសជិតខាងដោយនាង CR មិនដឹងថាពួកវាធ្វើការមិនបានសម្រេចនោះទេរួចមកពួកវាក៏នាំនីរបស់យើងចូលទៅក្នុងផ្ទះសំណាក់តូចមួយដោយមានមនុស្សស្រីដែលបន្លំខ្លួនធ្វើជាមេផ្ទះក៏មកជាមួយផងដែរនាងកញ្ញា CR បានដឹងថាស្រីម្នាក់នោះជាសង្សាររបស់មនុស្សប្រុសដែលជាមេក្រុមប៉ុន្តែនាងមិនដឹងថាគ្រោះថ្នាក់កំពុងតែមករកខ្លួននោះឡើយនិយាយទៅពួកវាក៏បើកពីបន្ទប់ដោយឲ្យស្រីនៅជាមួយគ្នាចំណែកពួកវានៅបន្ទប់ជាប់គ្នានោះឯងកញ្ញា CR ទទួលទានអាហាររួចហើយក៏ដេកលងលក់ទៅដោយស្មានមិនដល់ថាពីរនាក់នោះបំពេញរាងកាយរបស់នាងនោះឡើយតតែភ្ញាក់ឡើងនោះឯងទើបនាងឃើញថាពួកវានៅរាងកាយនរកោកល្មមពួកឯង
ពួកឯងធ្វើខ្ញុំអាចចង្រៃនាងត្រហោយំព្រមទាំងទាញរបស់របរគប់ពួកគេទៀតផងខណៈដែលមនុស្សស្រីម្នាក់នោះកំពុងតែថតឃ្លីបវីដេអូតែពេលនាងដឹងខ្លួនស្រីម្នាក់នោះក៏ឈប់ថតហើយដើរចូលទៅបន្ទប់ទឹកដើម្បីជក់ថ្នាំទៀតផងអាចចង្រៃនាងស៊ីអានាងនៅតែស្រែកជេរប្រមាថបតិចផ្ដាសាគេតែម្ដងតើតែត្រូវមួយកំភ្លៀងនឹងត្រូវថាម្នាក់ទៀតទាញកំភ្លើងភ្ជង់ចំថ្ងាសទើបនាងរបស់យើងព្រមបិទមាត់ព្រោះខ្លាចបើនាងស្រែកទៀតខ្ញុំនឹងបាញ់នាងឯងឲ្យទុកសាកសពនៅត្រង់នេះស្ងាត់ស្ងៀមនឹងធ្វើតាមពួកខ្ញុំប្រាប់ចំពោះនាងស៊ីអាវិញនាងទប់សម្លេងយំងក់ក្បាលយល់ព្រមទាំងឈឺពេកពេញមុខតែត្រូវគេទះហើយពេកគេពេបជ្រាយបែបនេះនឹងប្រឹងបិទភ្នែកដោយការរើសអើងពេលត្រូវពួកវាបំពេញម្ដងហើយម្ដងទៀតនាងស៊ីអាអត់ធ្មត់ឲ្យពួកវាសប្បាយជាមួយរាងកាយរបស់ខ្លួនបន្ទាប់មកក៏ត្រូវបណ្ដេញឲ្យទៅមួយទឹកផ្លាស់ខោអាវព្រោះស្អែកនេះត្រូវចេញដំណើរហើយពេលនេះនាងស៊ីអាមានអារម្មណ៍ថាខ្លួនឯងល្ងងខ្លៅដែលព្រមជាមួយនឹងពួកវាទាំងដែរនៅជាមួយប៉ូលីសស្រួលទៅហើយពេលនេះនាងដេកយំពេញមួយយប់មានគំនិតចង់រកិច្ចតែមិនហ៊ានព្រោះត្រូវពួកវាបដូរវែងជាមរហូតតែម្ដងនិយាយទៅព្រឹកឡើងថ្ងៃថ្មីពួកវានាំនាងយើងឡើងឡាននឹងចូលធនាគារគេបញ្ជាឲ្យនាងវេលុយចូលករណីរបស់ពួកវាតាមដែលបានសន្យាគ្នាពីមុនមករួចនាងក៏សួរថាធ្វើការបានសម្រេចឬក៏អត់ពួកវាឆ្លើយថាបានសម្រេចប៉ុន្តែត្រូវតាមចាប់ទើបរកែកនាងមិនជឿនោះទេប៉ុន្តែគ្មានជំរឿយ៉ាងណាក៏ត្រូវតែវេលុយឲ្យពួកវាដែរហើយពេលរួចរាល់ហើយក៏ធ្វើដំណើរបន្តចូលដល់យប់ទី2ពួកវានៅតែញោមញីរាងកាយរបស់នាងដោយមិនប្រណីនោះឡើយហកនេះរបស់នាងអាននិងចងចាំឲ្យបានច្បាស់ផងនិយាយទៅពួកវាបោះលិខិតឆ្លងដែនคล้ายៗឲ្យដែលនាងមិនគិតថាពួកវាបានដាក់ផែនការរួចស្រេចហើយនោះទេហើយពេលទៅដល់ទីនោះពួកឯងដោះលែងខ្ញុំទេនាងរបស់យើងសួរពួកគេដោយសំឡេងញ័រយ៉ាងកំសត់តែម្ដងបន្ទាប់ពីស្លៀកពាក់រួចមកដោយមានស្រីម្នាក់ញញឹមចំអកនិងមើលមកដោយកសែភ្នែកបញ្ជាក់ថាសួរអីល្ងងខ្ញុំនាំនាងទៅធ្វើការសិនម្នាក់មួយនោះលូកដៃមកចាប់ចង្ការសាយចង្ការរបស់នាងឡើងព្រមទាំងញញឹមចំអកធ្វើការអីទៅលោកស្អីស្អាតក្តៅកកដូចនាងនេះអាចរកកម្រៃឲ្យពួកខ្ញុំបានច្រើនតែម្ដងហាពួកឯងចង់លក់ខ្ញុំឬអាចចង្រៃពួកចង្រៃពេលនេះខ្លួនប្រាណរបស់នាងញ័រដោយការភ័យខ្លាចនាងមិនធ្លាប់ខ្លាចអីបែបនេះនោះទេតែការត្រូវលក់ឲ្យធ្វើជាស្រីបនវាធ្វើឲ្យនាងភ័យខ្លាចខ្លាំងណាស់លេងខ្ញុំពួកឯងលេងខ្ញុំទៅខ្ញុំនឹងទៅឲ្យម៉ាក់របស់ខ្ញុំវេលុយពួកឯងទៀតឲ្យតែពួកឯងលេងខ្ញុំអូហើយនាងនេះជាទូ ATM ចល័តនេះកំឡោះមេក្រុមនោះបើកភ្នែកធំព្រមទាំងចំអកដកលើដាក់គេតែម្ដងអូយសូមអង្វរលោកលេងខ្ញុំទៅខ្ញុំធានាថានឹងឲ្យម៉ាក់របស់ខ្ញុំវេប្រាក់មកតាមការតម្រូវការរបស់លោកតើបានទេនាងឯងនេះវាមានអញ្ចឹងហើយស្រីម្នាក់ទៀតញញឹមចំអកដាក់នាយស៊ីអារបស់យើងតែម្ដងកញ្ញាស៊ីអាខំបបោមាត់ធ្វើភ្នែកលេឡង់ឡើងដោយភាពភ័យខ្លាចនិងព្យាយាមរកផ្លូវរត់តែពេលនេះនៅក្រៅក្រុងដែលមិនសូវមានមនុស្សម្នាច្រើននោះទេវិធីតែមួយគត់បើចង់រត់គឺត្រូវរត់ចូលព្រៃតែម្ដងដែលនាងមិនហ៊ានព្រោះព្រៃគួរឲ្យខ្លាចណាស់ហើយបើទៅជួបនឹងមនុស្សមិនល្អទៀតតើធ្វើយ៉ាងម៉េចទៅគិតហើយទឹកភ្នែករបស់នាងក៏ហូរប្រងព្រាតធ្វើឲ្យពួកវាសើចចំអកលេងតែម្ដងផាំងផោះលើកដៃនេះជាប៉ូលីសគ្រាន់តែឮសំឡេងប៉ូលីសទ្វារក៏ត្រូវទម្លាយមនុស្សដែលមានអាវុធគ្រប់ដៃក៏រត់ចូលមក
ព្រមទាំងសំរេងស្រែកខ្លាំងៗហើយពេលពួកវាតដៃក៏ត្រូវបាននីខូនិងកូនចៅចាត់ការបានមុនជាស្រេចពេលនេះនីខូនិងកូនចៅបាញ់កដៃនិងភ្លើងរបស់ពួកវាភ្លាមធ្វើឲ្យកំភ្លើងជ្រុះពីដៃហើយនីខូក៏ចូលទៅចាត់ការកំភ្លើងចេញឲ្យឆ្ងាយចំណែកឯកូនចៅរត់ទៅរើសយកស៊ីអានិងស្រីម្នាក់ទៀតដែលភ្ញាក់ផ្អើលមិនទាន់បាត់គិតតែពីស្រែកយំដោយការភ័យខ្លាចប៉ុន្តែពេលឃើញស្ថានភាពរបស់ពួកវាហើយនេះក៏ភ្ញាក់ស្មារតីនិងស្រែកសុំជំនួយភ្លាមៗតែម្ដងនៅពេលនោះដែរស៊ីអាកំពុងតែស្រែកសុំជំនួយឯស្រីម្នាក់ទៀតក៏រត់តែត្រូវមនុស្សរបស់នីខូចាប់ជាប់ចងស្លាប់សេកនិងដាក់ខ្នោះដៃតែម្ដងពួកឯងចាក់ខ្ញុំធ្វើអីខ្ញុំមិនដឹងរឿងនោះទេលេងខ្ញុំទៅចំពោះស្រីម្នាក់នោះគិតតែពីស្រែកដោយមនុស្សឈួតអញ្ចឹងបិទមាត់ស្អុយក្រករបស់នាងទៅនេះអង្គរៈខូស្ដីឲ្យគេដល់ការមើងម៉ាត់ព្រោះឮសំឡេងរបស់ស្រីម្នាក់នោះហើយធ្វើឲ្យគេឈឺក្បាលតែម្ដងចង់តែចាត់ការឲ្យសន្លប់នោះទេឯងនាំស្រីម្នាក់នោះទៅឲ្យប៉ូលីសទៅហើយស្រីម្នាក់នោះប៉ូលីសកំពុងតែតាមចាប់នេះអង្គរៈខូបូចមាត់ទៅរកមនុស្សស្រី2នាក់នោះនិងជាពិសេសចំពោះស៊ីអាមិនស្មានថានាងហ៊ានលួចរត់ជាមួយនឹងពួកគេនោះទេនិយាយទៅគេតាមពួកវាពីចម្ងាយនិងដឹងថាកំពុងតែឆ្លងដែនជាមួយនឹងនាងស៊ីអារួចមកនីខូរបស់យើងក៏យកទូរស័ព្ទដែលគេដាក់ចោលរួចបើកមើលឃើញឃ្លីបតែស៊ីអាត្រូវអាពួកនោះចាប់បំពានទើបប្រញាប់លុបចោលនិងទុកទូរស័ព្ទនោះជាប់ខ្លួនព្រោះមិនចង់ឲ្យនាងរងការអាម៉ាស់ជាងនេះនោះទេទោះជាជនជាប់សង្ស័យក៏ដោយរួចមកស្រីម្នាក់នោះនិងនាងស៊ីអាក៏ត្រូវឡើងឡានប៉ូលីសក្រៅឯកសណ្ឋានដែលចតចាំនៅខាងក្រៅដែលស៊ីអាព្រមធ្វើតាមដោយមិនប្រឆាំងនោះដែរចំណែកឯប្រុសពីរនាក់ទៀតត្រូវនាំឡើងឡានមួយទៀតហើយចង់នាំពួកអញទៅណានិយាយទៅអាម្នាក់ដែលស្រែកសួរនោះដោយសំឡេងញ័រដោយការភ័យខ្លាចមុខមាត់ឡើងស្រែកស្លាំងតែម្ដងព្រោះបាត់បង់ឈាមច្រើនពេកនិងឈឺមុខរបួសដែលត្រូវគេបាញ់នៅពេលដែលមិនត្រូវបាននាំឡើងឡានប៉ូលីសបាទលោកពេលសួរចម្លើយរួចរាល់ហើយខ្ញុំនឹងបញ្ជូនទៅឲ្យដល់ដៃតែម្ដងនេះអង្គរៈខូប្រាប់ប៉ូលីសដែលជាមិត្តភក្តិរបស់ខ្លួនដោយដឹងមកគ្នាហើយព្រោះនេះជាបញ្ជាពីនាយមេសាន់ដែលព្រមឲ្យទ្រាយទឹកនាំពីអ្នកនោះទៅសួរចម្លើយដោយការអនុម័តផ្ទាល់តែម្ដងនៅឯសេបហៅរបស់ទ្រាយទឹកកាលពីប្រហែលថ្ងៃមុននោះលោកខូកុំឲ្យដល់ងាប់ណាប្រហែលជាមិនងាប់ទេលោកហើយខូផ្ដាំប្រាប់ទ្រាយទឹកផងថាបើពីអ្នកនោះចង់ងាប់អាចមានរឿងធំគ្នាដឹងហើយនេះអង្គរៈខូរបស់យើងងក់ក្បាលសន្យាថានឹងចាំមើលមិនឲ្យពួកវាងាប់នោះទេតែមិនហ៊ានធានានៅពេលដែលបញ្ជូនទៅឲ្យប៉ូលីសនឹងមានសភាពបែបណានោះទេហើយចែកផ្លូវពីប៉ូលីសនាំពីអ្នកនោះឲ្យទៅចវាយរបស់គេតែម្ដងពេលបានឮសំឡេងទូរស័ព្ទរោលោកអង្គរៈទ្រាយទឹករបស់យើងក៏យកមកចុចពេលឃើញថាជាលេខផ្ទាល់ខ្លួនរបស់នីខូហេឡូគ្រប់យ៉ាងរៀបរយមែនទេបាទទៀននៅក្នុងរោងឡានមួយស្ទូទៀតខ្ញុំចុះទៅពួកឯងនៅយាមវាសិនទៅបាទទៀននេះអង្គរៈទ្រាយទឹករបស់យើងចុះនៅពេលនេះមិនបាននោះទេព្រោះមិនត្រូវឲ្យនីបឺរីដឹងថាគេទៅសួរចម្លើយពួកវានៅទីនេះនោះទេគឺថានេះអង្គរៈរបស់យើងតោះតែបំពេឲ្យនេះកំឡោះតូចរបស់យើងដេកលក់នោះសិនហើយពេលដល់រោងឡានភ្លាមក៏បើកភ្លើងមើលភ្លឺចាស់តែម្ដងអាពីរអ្នកនោះត្រូវចងព្យួរនៅខាងក្រោមពួកគេក្រាលដោយផ្លាស្ទិកឈាមដែលស្រក់កកដុំតែម្ដងគឺថាពេលនេះពួកវាត្រូវកូនចៅរបស់គេចាត់ការម្ដងហើយស្ថានភាពយើងយ៉ាប់ជើនណាស់បែកសាច់បែកឈាមតែម្ដងមុខមាត់ឡើងហើមជោតែមានសរោមបន្តោកដើម្បីមិនឲ្យពួកវាងាប់ស្រួលពេកនោះទេ
ពេលនេះអង្គរៈត្រីអាទិត្យចិត្តកាចរបស់យើងលើកដៃច្រត់ចង្កាដោយការពេញចិត្តបែរជាងាកទៅលើកចិញ្ចើមដាក់នេខូតែកូនចៅបែរជាញាក់ស្មាដាក់តិចតិចរបៀបធ្វើជាមិនដឹងមិនឮលោកពួកវាសារភាពហើយថាត្រូវណាំស៊ីអាជួតម្លៃ 50000 ឲ្យសម្រាប់លោកនិងមនុស្សប្រុសរបស់លោកនិងផ្ដាំទៀតថាឲ្យបំពេញទៅលើមនុស្សប្រុសនោះឲ្យសម្លាប់ចោលទៀតផងតែស្ដាយដែលពួកគេធ្វើមិនបានសម្រេចចំណែកឯពួកវាដឹងដោយរបៀបណាថាត្រូវតាក់ទងនាងនោះគឺមានមនុស្សរបស់វាទទួលបញ្ជាពីនាយដេវីតឲ្យពួកវាតាក់ទងទៅនឹងណាំស៊ីអាដើម្បីធ្វើការឲ្យនាងពេលធ្វើការថតធ្លុយទើបពួកវាមកជួយនាំនាងរកកិច្ចចេញពីសេផារបស់ប៉ូលីសហើយក៏ចង់ឆ្លងដែនតែឆ្លងមិនផុតពួកវាបង្ខំឲ្យនាងវេលុយឲ្យតម្លៃឈ្នួលហើយពួកវាក៏ហក់ថាធ្វើការបានសម្រេចនាងមិនដឹងនឹងត្រូវពួកវាចាប់ទៅពួកវាត្រៀមការបានល្អណាស់បើឆ្លងដែនទៅខាងនោះនឹងត្រូវបង្ខំឲ្យលុបផ្លូវភេទតែម្ដង ស្រីនេះជូរជាតិបានស្មាដើមស្មាចុងមែននេះអង្គរៈចិត្តខ្លាំងរបស់យើងត្រីអាទិត្យក្រហមនៅក្នុងបំពង់កបាញ់កសែភ្នែកកាចនិងរឹងកំព្រឹសដាក់អាពីរអ្នកនោះមួយរំពេចហើយអ្នកជួយរៀបចំឲ្យដេវីតនិងពួកវាជានរណាបាទលោកប្រធានគឺមេធាវីដែលនាយដេតជួលមករួចមកត្រីអាទិត្យក៏ងក់ក្បាលហើយដើរទៅឈរចិត្តពួកវាព្រមទាំងញញឹមចុងមាត់ទីផងខណៈនោះកូនចៅក៏ចាប់ក្របួចសក់ពួកវាទៅក្រោយទាញឲ្យមើលមុខគេបានច្បាស់តែម្ដង ឯងចង់ងាប់ពេលនេះវាយឺតពេលបន្តិចហើយក្នុងគុកអញនឹងឲ្យស្វាគមន៍ពួកឯងយ៉ាងកក់ក្ដៅតែម្ដងនេះអង្គរៈត្រីអាទិត្យរបស់យើងញញឹមគួរឲ្យខ្លាចគេមានវិធីធ្វើឲ្យពួកវារស់នៅក្នុងគុកដោយភាពវេទនាបំផុតដល់ថ្នាក់ចង់សម្លាប់ខ្លួនឯងមួយថ្ងៃ10 ដងក៏ថាបានអ្នកណាប្រើឲ្យវាធ្វើដាក់មនុស្សរបស់យើងអភ័យខ្លាចបើធ្វើដាក់គេវាមិនប៉ុន្មាននោះទេបាននាំពួកវាទៅឲ្យប៉ូលីសហើយខ្សឹបប្រាប់មនុស្សរបស់យើងនៅទីនោះឲ្យស្វាគមន៍វាឲ្យបានល្អបន្តិចផងហើយបញ្ជូនអាដេវីតម្នាក់ទៀតផងដែរមេអង្គរៈមុខកាយរបស់យើងងាកទៅប្រាប់កូនចៅទាំងពីរនាក់នោះឲ្យចេញទៅភ្លាមបន្តមកនាយរបស់យើងក៏ដើរចេញពីក្នុងរោងឡានមួយនេះខូមិនទុកឲ្យខ្ញុំមកចាត់ការខ្លួនឯងទេអីអូខ្ញុំបារម្ភខ្លាចលោកមានរបួសធ្វើឲ្យមនុស្សលោកស្រឡាញ់សង្ស័យម្យ៉ាងទៀតចង់ហាត់ប្រាណបន្តិចខានយូរពេកហើយពេលនោះដែរនេះអង្គរៈត្រីអាទិត្យរបស់យើងងាកមកសម្លក់មុខមនុស្សប៉ិនដោះសាតែក៏ល្អដែរកុំឲ្យគេខាតកម្លាំងអូអញ្ចឹងអរគុណច្រើននេះគ្រូតែឯងយឺតមួយថ្ងៃណាអូដែលជឿចៅមកពីការដាក់ផែនការបញ្ជាវាឲ្យទៅតាមគោលដៅនោះដែលត្រូវការវាទៅវិញទេបែបនេះចាត់ទុកថាមិនជឿចៅនោះទេលោកម្យ៉ាងទៀតពួកវាថតឃ្លីបទុកគម្រាមស្រីម្នាក់នោះដែរតែខ្ញុំលុបចោលហើយមិនចង់ធ្វើបាបអ្នកណានោះទេល្អតែបើសម្រាប់ខ្ញុំវិញខ្ញុំនឹងឲ្យពួកវាឆ្លងដែនទៅសិន 4-5 ថ្ងៃចាំទៅអូសកពួកវាមកវិញទាំងអស់ណាហើយយ៉ាងណាក៏នាងទៅថែមបត់ល្មើសទៅហើយលឿករត់ជួលសម្លាប់ធានាថាមិនបានចេញផុតពីគុកស្រួលនោះទេយើងដឹងហើយនិយាយទៅនេះអង្គរៈត្រីអាទិត្យរបស់យើងមិនបានអាណិតស៊ីអាអីបន្តិចនោះទេប៉ុន្តែត្រូវធ្វើតាមនីតិវិធីច្បាប់របស់ប្រទេសនេះយ៉ាងណាក៏គេមិនអាចមើលរំលងច្បាប់នេះបានដែរនិយាយបណ្ដាសើចបណ្ដារួចមកកំឡោះទាំងពីរនាក់នេះក៏បណ្ដាគ្នាមកដល់មុខផ្ទះតែម្ដងនេះត្រីអាទិត្យជូនដំណើរនេះគូឡើងឡានរួចទើបដើរចូលទៅក្នុងផ្ទះវិញឡើងទៅដល់បន្ទប់គេងដែលពេលបើកទ្វារចូលទៅភ្លើងនៅក្នុងបន្ទប់ភ្លឺសញ្ចាំងសញ្ចាចតែម្ដងនឹងត្រូវនេះកំឡោះតូចបឺរីរបស់យើងស្ទុះមកអោបគេយ៉ាងណែនដៃទៀតផងលោកតាណាគឺចុះទៅចាត់ការធុរៈជាមួយនេះគូមិញមួយផ្លែនមិនបាយខ្លាចទេនេះកំឡោះតូចរបស់យើងរសាយរបងដៃចេញពីគេនឹងធ្វើមុខគួរឲ្យខ្នក់ខ្លាញ់ដាក់គេទៀតផងនិយាយទៅនេះបឺរីធ្វើដូចកូនក្មេងអញ្ចឹងខ្លាចបាច់នេះកំឡោះអង្គរៈរបស់យើងចេញពីរបងដៃរបស់គេធ្វើបបោមាត់ឡើងស្រួយតែម្ដងឃើញហើយធ្វើឲ្យនេះអង្គរៈចិត្តមមរបស់យើងញញឹម
ប៉ុន្តែធ្វើជាមើលមុខនេះរបស់យើងមិនដាក់ភ្នែករួចមកគេក៏លើក3នេះតូចរបស់យើងដាក់ទៅលើក្រែវិញនិងតាមទៅអោបជាប់ផងដែរចាំលើកក្រោយចាំបងដាស់ទៅជាមួយណាពេលនេះអង្គរៈចិត្តកាច់របស់យើងគេព្រមចុះចាញ់ធ្វើឲ្យនាយរបស់យើងតូចម្នាក់នេះញញឹមលើកដៃអោបគេវិញនឹងងើយមើលមុខគេឬក៏ថើបបបោមាត់ដ៏ស្ដាងរបស់គេពេលថើបរួចហើយគេក៏ប្រញាប់ដកដៃរបស់គេវិញប្រែខ្លួនដេកបែរខ្នងដាក់នាយអង្គរៈយើងដោយការអឹមអៀនប៉ុន្តែត្រូវគេទាញមកវិញនិងសម្លឹងមុខដោយកខ្សែភ្នែកកោះក្ដៅរបស់អង្គរៈយើងតែម្ដងបន្ទាប់មកទៀតភ្លើងក៏ត្រូវបិទភ្លាមតាមមកដោយសម្លៀកបំពាក់របស់នាយកំឡោះតូចយើងនិងខ្លួនឯងដែលត្រូវដោះបោះចោលស្របពេលដែលបទភ្លេងស្នេហាប្រគំឡើងខ្ទោពេញក្នុងបន្ទប់ដោយសំឡេងក្រហមនិងធ្ងួចធ្ងរយ៉ាងពីរោះរណ្ដំដោយសំឡេងស្នេហាទាំងពីរនាក់នេះប្រកាសភ្លើងស្នេហ៍ជាមួយគ្នាម្ដងទៀតភ្លើងក្នុងបន្ទប់គេងរបស់ពួកគេភ្លឺឡើងរហឹមចេញគ្រប់ពណ៌តែម្ដងបទភ្លេងក៏លងលួចហើយការវាយប្រឡូកពួកគេលាន់លឺខ្ទោពេញបន្ទប់ដោយសំឡេងស្រើបស្រាលនិយាយទៅពួកគេពីរនេះមានក្តីសុខឥតឧបប្រមាហើយពេលនេះនាយអង្គរៈមុខកាយរបស់យើងបន្លំស្នេហ៍ជាមួយនាយកំឡោះតូចយើងដោយក្តីថ្នាក់ថ្នមម្ដងហើយម្ដងទៀតដួសយកក្តីសុខឲ្យគ្នាទៅវិញទៅមកអេដមីនសូមពិពណ៌នាតែប៉ុណ្នេះនោះទេព្រោះវាមានភាពប្រូស៊ីនមួយនេះវាស្រើបស្រាលពេកដូច្នេះអេដមីនសូមកាត់ចោលតែត្រឹមនេះបាទសូមអរគុណច្រើនហើយសាច់រឿងមួយនេះក៏សូមស្លេះតែត្រឹមនេះសិនបើបងប្អូនទាំងអស់គ្នាចង់ស្ដាប់បន្តទៀតកុំភ្លេចណាជួយ like និង subscribe ឲ្យ admin ផងដើម្បីទទួលបាននៅភាពបន្តទៀតហើយសូមចំណាំផងដែរថាសាច់រឿងដែល admin លើកមកនិយាយភាគច្រើនសុទ្ធតែជារឿងបែប69និងវគ្គខ្លះមានភាពក្តៅសាច់ដូច្នេះកុំភ្លេចណាជួយ support admin ផងមួយវិញទៀតបើសិនជាបងប្អូនដែលមិនចូលចិត្តសូមខន្តីអភ័យទោសហើយសូមមេត្តាកុំស្ដាប់ឲ្យសោះកុំឲ្យមានបញ្ហាហើយក៏សូមប្រាប់ដល់ប្រិយមិត្ត fan របស់ admin ផងដែរថាវគ្គនេះមានភាពក្តៅសាច់តែ admin អត់និយាយដាក់នៅក្នុង website មួយទៀតនោះទេដូច្នេះគ្រាន់តែស្ដាប់ក្នុង YouTube នោះជាការស្រេចតែម្ដងបាទសូមអរគុណច្រើនហើយពេលនេះដែរខ្ញុំបាទសូមជម្រាបលាជួបគ្នាវគ្គក្រោយ